តែពេលលើក្រោយយើងចង់បានទំហំហ្នឹងដែរយើងចុចទៅឈ្មោះរបស់យើងហ្នឹងមកអូខេទៅមួយយើងទៅចេះបង្កើតបច្ចេកយើងទៅចេះបង្កើត sequence យើងទៅចេះ import ជាមួយទៅនឹងវីដេអូណាបាទយើងត្រូវចេះកាត់អាហ្នឹងវាមានទី1យើងត្រូវចេះប្រៀបរួមឲ្យរបៀបផ្ដាច់សលេងចេញពីវីដេអូនិយាយទៅមានទី1នេះវារៀងច្រើនតិចតែដល់ពេលវាបន្ទាប់យើងអាចនឹងយល់អាចនឹងចាប់បានលឿនណាបាទអូខេខ្ញុំបើកកម្មវិធី Premiere មកពីទៅពេលដែលយើង version ថ្មីវាបើកមកវាតែងតែមានជា template ឬក៏ជាគំរូឲ្យយើងស្រាប់អញ្ចឹងណាអញ្ចឹងក្នុងនេះវាមានជា template របស់យើងនេះ template បាទឬក៏ new បច្ចេកនេះយើងបង្កើតជាមួយទៅនឹងបច្ចេកថ្មីហ្នឹងណាបាទអញ្ចឹងអ្វីដែលយើងត្រូវបង្កើតគឺយកពីថា new បច្ចេកកន្លែងនេះក៏បានឬក៏កន្លែងនេះក៏បានប៉ុន្តែយើងយកជាបាទយើងយកជាធម្មតាមិនដែរយើងយករបស់យើងបើយើងយក account នេះគឺ theme បងណាបាទហ្នឹងតាក់ទងនឹង network ណាអញ្ចឹងយើងយកវាបច្ចេកធម្មតាមកឬក៏យក file នេះមកយកពី new នេះក៏បានដែរ new project ណា shortcut key control alt n ទៅមកទៀតយើងរើសទីតាំងនេះហើយមកតើបច្ចេក file ដែលយើងចង់ទុកហ្នឹងយើង save ទុកនៅណាយើងរើសទីតាំងមកឥឡូវខ្ញុំដាក់លើ desktop ចាបាទដាក់លើ desktop ហើយខ្ញុំ save ខ្ញុំដាក់ឈ្មោះមកកន្លែង name ដាក់អីខ្ញុំដាក់តេស្តបាទ lesson 1 ទៅ lesson 1 បាទហើយយើងចុច save មកអញ្ចឹងវាចេញកន្លែងបច្ចេក name នេះចេញឈ្មោះយើងមកណាបាទហើយកន្លែងនេះវាមានជា template បើយើងមាន add template ស្រាប់យើងអាច add មកបើយើងអត់ទាន់មានទេយើងបាទទេបាទយើងចុច create មកអានេះ version ថ្មីណាពេលដែលយើងបង្កើតបច្ចេកនឹងអស់ហើយយើងអត់ទាន់ធ្វើអីកើតទាំងអស់មានន័យថាគ្រាន់វាជាមានតែជាសវកខ្លួនមួយឯងយើងត្រូវចេះបង្កើតជាមួយនឹង sequence ទៀតនេះនៅក្នុងនេះពេលយើងបើកមកវាមានជាវីដេអូ simple ឲ្យយើងពេលយើងចង់បានយើង touch លើវាទៅណាពេលយើងចង់បានវីដេអូហ្នឹងយកទៅដាក់ក្នុងបច្ចេករបស់យើង touch ទៅតែបើយើងអត់ចង់បានយើងអាច skip ចោលហើយកន្លែងនេះវាមានពាក្យថា sequence បាទពេលដែលយើងបង្កើតមកវាមាន sequence ឲ្យយើងនេះហើយ sequence ហ្នឹងយើងអាចបដូរឈ្មោះបានណាយើងចង់ដាក់រៀងខ្លីយ៉ាងហ្នឹងក៏បានក៏អីក៏បានដែរបើយើងអត់ចង់បានតែហ្នឹងទេយើង skip វាចោលអញ្ចឹងវាអត់បង្កើត sequence ឲ្យយើង skip វាខ្វាច់មកនេះអត់តមាន sequence ទេនៅត្រង់កន្លែងហ្នឹងណាបាទវាអត់មាន sequence អត់មានអីទាំងអស់ណាអូខេអញ្ចឹងខ្ញុំបញ្យល់បន្តិចនៅត្រង់កន្លែងខាងលើនេះគឺជា menu វាបាទ tool របស់វាតោះណាបាទហើយនៅត្រង់កន្លែងនេះគេហៅថា control panel អញ្ចឹងកន្លែងនេះវាគ្រប់វាមានដូចជា edit control មាន audio មាន text មានអីចឹងទៅកន្លែងនេះណាបាទហើយខាងក្រោមនេះគឺជា tool របស់វាអានេះគេហៅថា program monitor សម្រាប់បង្ហាញរាល់សកម្មភាពដែលយើងបានកាត់តដល់ខាងនេះ property ការកំណត់អីផ្សេងអញ្ចឹងណាហើយនៅក្នុងនេះគេថា timeline ហ្នឹងទុកសម្រាប់ទុក sequence ឬក៏វីដេអូរូបភាពអញ្ចឹងនៅត្រង់គេដាក់ថា no sequence ហ្នឹងយើងអត់បានបង្កើតអញ្ចឹងដើម្បីយើងបង្កើតបានយើងចូលពាក្យ file យកពាក្យ new ទៅដែរប៉ុន្តែឲ្យយកបច្ចេកទៀតទេយើងយកពាក្យថា sequence ម្ដងអញ្ចឹងនៅក្នុង version ថ្មីវាមានជាគំរូឲ្យយើងស្រាប់រហូតដល់ 4K រហូតដល់ 8K បាទអញ្ចឹងបើយើងចង់បានជាប្រភេទ HD ធម្មតាយើងចុចកន្លែងពី HD 18ហ្នឹងមកវាមានជាប្រភេទ HD 25 frame 30 frame 60 frame អញ្ចឹងទៅបាទណាបាទហើយក្នុងហ្នឹងពេលយើងចុចមកវាមាន detail ឲ្យយើងទៀតបាទប្រហែល frame ប្រហែល frame ក្នុងមួយ second ណាវាមានឲ្យយើងរាយរាប់ឲ្យយើងស្រាប់មកនិយាយទៅយើងយកវា30 frame ទៅតាមគំរូឬក៏ទៅតាមទំហំវីដេអូរបស់យើងឬក៏កុំព្យូទ័ររបស់យើងម៉ាស៊ីនយើងណាវាមានជាប្រភេទ social ហ្នឹងដូចជាប្រភេទទំហំដូចជានេះវាដាក់ឲ្យយើងនេះម៉ានគុណម៉ានអីចឹងទៅណាបាទហើយមានជាប្រភេទ ultra វាមាន 4K ណា 4K នេះវាមានប្រហែល frame 30 frame 60 frame 30 frame អីចឹងទៅ
vậy tiết HD ធម្មតាទេបាទអានេះ HDR អានេះ Ultra HD អញ្ចឹងណាវាមានទៅតាមគំរូរបស់វាហ្នឹងប្រភេទlatency នេះវិញវាមានប្រភេទខ្នាតប្រភេទកាមេរ៉ាតាមប្រភេទកាមេរ៉ាតាមប្រភេទអីចឹងទៅវាមានច្រើនទៀតតែអ្វីដែលសំខាន់គឺយើងយកវា HD ទៅបានហើយណាយកវាត្រឹម30 frame មកបងណាគឺយកប៉ុណ្ណឹងមកណាយកអាហ្នឹងព្រោះម៉ាស៊ីនយើងកុំព្យូទ័រយើងជាទូទៅយើងយក support ប៉ុណ្ណឹងម៉ាស៊ីនយើងអត់រួចទេបើយើងយកលឿនហ្នឹងអញ្ចឹងណាវាអាចតឹងហើយ sequence នេះបើយើងចង់បដូរឈ្មោះក៏បដូរមកបើយើងអត់ចង់ទេយើងយកប៉ុណ្ណឹងបាទអញ្ចឹងអានេះជាគំរូដែលយើងយកបន្តមកទៀតនេះវាមានពាក្យថា setting ណាចុះបើសិនបើឧទាហរណ៍ខ្ញុំចង់បានគំរូហ្នឹងហើយខ្ញុំចង់បង្កើតជាមួយទៅនឹង sequence ហ្នឹងហើយខ្ញុំបង្កើតនេះឃើញក្នុងនេះវាមានជា folder ខ្ញុំចង់បង្កើត folder មួយដែលមានឈ្មោះខ្លួនឯងហ្មងឬក៏យើងអាចដាក់ជា file sequence ផ្សេងៗដែលយើងកាត់ទំហំផ្សេងៗគ្នាយើងដាក់នៅក្នុង folder ឈ្មោះខ្លួនឯងហ្មងអញ្ចឹងយើងចូលកន្លែង setting នេះឃើញពាក្យ custom ហ៎បាទ custom ហ្នឹងវាមានចុចមកវាមានគំរូឲ្យយើងច្រើនមែនទេអញ្ចឹងអ្វីដែលយើងបានកំណត់ហ្នឹងយើងយកកន្លែងនេះហើយយើងយកវា HD 30 frame ហើយយើងយក custom នេះមកហើយយើង save វាទុក save កន្លែងណានេះគេដាក់ថា preset ប៉ុណ្ណាបាទនេះຂະຫນាតរបស់វាយើងអាចកែបានអីបានបាទផ្សេងនេះយើងមិនបាច់លេងទេយើងយកវាជា save preset ហ្នឹងមកយើងដាក់ឈ្មោះមកឥឡូវខ្ញុំដាក់ថាគេរៀនកុំព្យូទ័រទៅថតរៀនកុំព្យូទ័រអូខេមកពេលហ្នឹងវានឹងបង្កើត folder មួយឈ្មោះថា custom ហើយនៅក្នុង custom ហ្នឹងគឺមានពាក្យថាអីគេរៀនកុំព្យូទ័រមិនហ្នឹងតែពេលលើក្រោយយើងចង់បានទំហំហ្នឹងដែរយើងចុចទៅឈ្មោះរបស់យើងហ្នឹងមកអូខេទៅបាទវានឹងបង្កើតជាមួយទៅនឹងអីគំរូមិញឲ្យយើងលួតជាលក្ខណៈ Full HD តែម្ដងប៉ុណ្ណាកន្លែងហ្នឹងបាទអូខេឥឡូវយើងបានយ៉ាងហើយយើងចង់ទាញជាមួយទៅនឹងអីបាទហើយអា tool របស់យើងនេះយើងអាចចេះរៀបចំយើងរៀបចំឲ្យហើយមកព្រោះថាបើខ្ញុំចង់ដកវាចេញខ្ញុំអាចចុចសញ្ញានេះមកហើយយើង add ជាមួយនឹង effect ក៏បានឬក៏បើយើងចង់ដកវាចេញទៅមកយើងចាប់ចុចទៅលើវាមកកន្លែងនេះយើងពី close យើងអាចបិទវាចោលបានបាទឬក៏មិនទេយើងអាចចាប់ទាញបានទាញដាក់តាណាទាញដាក់ខាងលើក៏បានទាញដាក់ចំហៀងក៏បានតែចិត្តយើងប៉ុណ្ណាបាទនេះទាញមកចេញឲ្យយើងអញ្ចឹងណាយើងចាប់ទាញសេរីបានទាំងអស់យើងដាក់ចំហៀងខាងខាងនេះវាស្រួលមើលក៏បានដែរបាទតែបើយើងចង់បាន effect នៅក្នុងនេះយើងទាញវាដាក់ខាងក្នុងនេះទៀតមកយើងទាញវាឆ្វេងវាមកបាទតោះនេះកន្លែងហ្នឹងណាបាទបើយើងចង់ឧទាហរណ៍ឥឡូវខ្ញុំបិទវាចោលខ្ញុំចង់ឲ្យវាហ្នឹងមកដូចដើមវិញឧទាហរណ៍ខ្ញុំបិទទៅវាទាញទៅវាបាត់ tool បាត់អីមកកណ្ដោឧទាហរណ៍ខ្ញុំទាញនេះមកដាក់កតានេះបាទទាញនេះមកដាក់នេះអញ្ចឹងវាញ៉ៃញ៉ៃឥឡូវខ្ញុំចង់ឲ្យវាមកដូចដើមវិញធ្វើម៉េចបាទយើងចូល Windows Workspace យើងឃើញមានពាក្យថា reset ចុចបោចមកវាលូតមកដូចដើមវិញយើងវិញតោះនេះកន្លែងហ្នឹងបាទហ្នឹងរបៀបនៃការបង្កើត sequence កាត់បញ្ចេញហើយនឹង reset វាមកដូចដើមវិញតោះណា